ធម្មខ្ញុំបាទឈ្មោះចំសុកណាភាគឺជាគ្រូបង្រៀននៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីសម្រាប់នៅក្នុងឆ្នាំ2026នេះសាលាវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីបានរៀបចំការតាំងពិព័រណ៍ស្នាដៃសិស្សដែលចូលរួមពីគ្រប់មុខវិជ្ជាទាំងអស់ហើយក៏ដូចជាសមាគមកាយរដ្ឋនារីផងដែរហើយសម្រាប់សារៈប្រយោជន៍នៅក្នុងការរៀបចំតាំងពិព័រណ៍នៅក្នុងឆ្នាំនេះគឺតកតងទៅនឹងសិស្សគឺគាត់អាចបង្ហាញនៅអ្វីដែលគាត់បានរៀនដែលយើងតែងតែនិយាយថាទ្រឹស្ដីផ្សារភ្ជាប់ទៅនឹងការអនុវត្តអញ្ចឹងមានន័យថាគាត់អាចបញ្ចេញស្នាដៃរៀបចំបង្កើតស្នាដៃផ្សេងនៅអ្វីដែលគាត់បានរៀនហើយឧទាហរណ៍ដូចជាមុខវិជ្ជាភាសាខ្មែរអញ្ចឹងយើងរៀនអំពីមុខវិជ្ជាប្រវត្តិអីផ្សេងហ្នឹងយើងរៀនអំពីប្រាសាទអញ្ចឹងគាត់អាចបញ្ចេញស្នាដៃសាងសង់ប្រាសាទដូចជានៅក្នុងស្តង់ខាងក្រោយនេះយើងមានដូចមុខវិជ្ជាប្រវត្តិយើងមានសិស្សហ្នឹងគាត់បានបង្កើតស្នាដៃដូចជាប្រាសាទព្រះវិហារប្រាសាទកោះកេរមុខវិជ្ជាភាសាខ្មែរមានការរៀបការតាំងបង្ហាញនៅស្នាដៃអក្សរសិល្ប៍ផ្សេងជាពិសេសទៀតមុខវិជ្ជាវិទ្យាសាស្ត្រក៏មានច្រើនដែរតកតងមុខវិជ្ជាផែនដីមានបន្ទុកភ្នំភ្លើងអីជាដើមនឹងឯងអញ្ចឹងសិស្សអាចបញ្ចេញនៅសមត្ថភាពនៅអ្វីដែលគាត់រៀនហើយដើម្បីបង្ហាញជូនដល់លោកគ្រូអ្នកគ្រូសិស្សក៏ដូចជាសាធារណជនផងដែរបាទអរគុណបាទ